សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរាប់អានទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាអំឡុងពេលវះកាត់សម្រាប់កូនម៉ាក់ក៏អាចចងដៃស្បូនពន្យាកំណើតតែម្ដងក៏បានមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំទោះជាការសម្រាលកូនដោយវះកាត់មិនល្អដោយសម្រាលតាមធម្មជាតិក៏ដោយតែម៉ាក់មានបញ្ហាមួយចំនួនដូចជាមានបញ្ហាសុកពាំងមាត់ស្បូនកូនទទឹងពោះសុករុំកូនច្រើនជុំនិងបញ្ហាសុខភាពរបស់ស្ត្រីដទៃទៀតការសម្រាលដោយវះកាត់អាចកាត់បន្ថយគ្រោះថ្នាក់បានលោកវិជ្ជបណ្ឌិតចាន់ស៊ីណេតបានឲ្យដឹងថាគ្រូពេទ្យមិនបានលើកទឹកចិត្តឲ្យស្ត្រីសម្រាលកូនតាមវិធីវះកាត់ទេលើកឡើងបញ្ហាមួយចំនួនដូចបានរៀបរាប់ខាងលើលោកបានបន្ថែមទៀតថាក្រោយការវះកាត់សម្រាលកូនរួចប្រសិនបើយើងលែងចង់បានកូនទៀតនិងចង់ពន្យាកំណើតរហូតអាចចងដៃស្បូននៅពេលនោះតែម្ដងដើម្បីកុំឲ្យត្រូវវះកាត់ម្ដងទៀតប្រធានផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាសែនសុខរូបនោះបានបន្តទៀតថាការចងដៃស្បូនអំឡុងពេលវះកាត់សម្រាលកូននេះគ្មានផលប៉ះពាល់ដល់សុខភាពស្ត្រីនោះទេគ្រាន់តែត្រូវការពិភាក្សាជាមួយគ្រូពេទ្យមុនមិនមែនវះកាត់បណ្ដាស្នើសុំបណ្ដានោះទេព្រោះតាំងពីមុនពេលវះកាត់ឬអំឡុងពេលវះកាត់គ្រូពេទ្យត្រូវការរៀបចំសម្ភារៈនិងឧបករណ៍ជាច្រើនមុខដើម្បីជួយសង្គ្រោះពេលមានបញ្ហាកើតឡើងមួយវិញទៀតការវះកាត់ចងដៃស្បូនត្រូវពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយគ្រូពេទ្យជាមុនសិនមុនយើងសម្រេចចិត្តធ្វើរឿងនេះហើយក្នុងស្ថានភាពខ្លះគ្រូពេទ្យក៏មិនអនុញ្ញាតឲ្យចងដែរព្រោះថាស្ថិតនៅក្នុងវ័យបន្តពូជឬមិនទាន់មានកូនទៅតាមចំនួនកំណត់ដែលចង់បានវិធីវះកាត់ចងដៃស្បូនគឺជាការចងផ្ដាច់បំពង់ដៃស្បូនរបស់ស្ត្រីដៃស្បូនរបស់ស្ត្រីជាធម្មតាជាអ្នកនាំមេជីវិតញីចូលក្នុងទូស្បូនការចងផ្ដាច់ដៃស្បូនទប់ស្កាត់មិនឲ្យមេជីវិតញីនិងមេជីវិតឈ្មោលជួបគ្នាដូច្នេះមិនអាចមានផ្ទៃពោះបានទៀតឡើយការវះកាត់ចងដៃស្បូនគឺជាការវះកាត់ត្រង់ពោះបន្តិចឆាប់រហ័សនិងមានសុវត្ថិភាព